សួរបងប្អូនសិស្សនិស្សិតទាំងអស់គ្នាបាទថ្ងៃនេះលោកគ្រូមកបន្តមេរៀនសំណុំបន្តទៀតហើយនៅថ្ងៃនេះគឺលោកគ្រូចង់មករៀនបងប្អូនគ្នានៅចំណុចទី2គឺគេហៅថាសំណុំកំណត់តាមលក្ខណៈរួមនៃធាតុប៉ុន្តែនៅក្នុងលំហាត់នេះគឺលោកគ្រូភ្ជាប់ជាមួយនឹងចំណុចមុនដែរដើម្បីឲ្យបងប្អូនលក្ខណៈថារំលឹកឲ្យបងប្អូនយល់ឲ្យចំណុច2នេះឲ្យច្បាស់អំពីចំណុចទី1គឺសំណុំកំណត់តាមការរៀបរាប់ឈ្មោះធាតុហើយចំណុចទី2នេះគឺសំណុំកំណត់តាមលក្ខណៈរួមនៃធាតុតើពីរនឹងវាខុសគ្នាយ៉ាងម៉េចឲ្យបងប្អូនឃើញជាក់ច្បាស់នៅក្នុងវីដេអូនេះបងណាតោះកុំឲ្យខាត់ពេលយូរសូមមើលដូចតទៅអញ្ចឹងបាទក្នុងលំហាត់នេះគេឲ្យយើងកំណត់សំណុំខាងក្រោមតាមលក្ខណៈរួមនៃធាតុនិងតាមការរៀបរាប់ឈ្មោះធាតុបន្តមកទៀតគេឲ្យយើងបញ្ជាក់ចំនួនធាតុអូខេតោះឥឡូវយើងមើលកសំណុំចំនួនបឋមតូចជាងឬស្មើនឹង23អញ្ចឹងបងប្អូនគិតអំពីចំនួនបឋមណារំលឹកអំពីចំនួនបឋមតើចំនួនបឋមយ៉ាងម៉េចចំនួនបឋមគឺជាចំនួនដែលធំជាង1មែនទេហើយមានតួចែកតែ2គត់គឺ1ហើយនឹងខ្លួនវាអញ្ចឹងចំនួនបឋមមានដូចជាប៉ុន្មានដូចជា2មែនទេ3 5អីជាដើមច្រើនណាស់អញ្ចឹងចំនួនបឋមគឺជាចំនួនគត់ដែលធំជាង1មួយអត់យកណាមួយអត់យកទេធំជាង1ហើយមានតួចែកតែ2គត់គឺចែកដាច់នឹង1ហើយនឹងខ្លួនឯងណាតោះអញ្ចឹងយើងកំណត់សំណុំតាមពីររបៀបបាទរបៀបទី1កំណត់សំណុំតាមលក្ខណៈរួមនៃធាតុនេះតាមលក្ខណៈរួមនៃធាតុតោះឥឡូវយើងកំណត់តាមលក្ខណៈរួមនៃធាតុមុនអញ្ចឹងយើងស្អីបែបនេះបងណាគឺស្មើនឹង x បាទហើយបែបនេះដែលណាស្មើសំណុំតាមនៅសំណុំ a ហ្នឹងគឺស្មើនឹងសំណុំដែលមានធាតុ x ដែល x ហ្នឹងបាទដែល x ហ្នឹងបាទស្មើ x ដែល x ជាសេនឡើងវិញមកជាចំនួនបឋមតូចជាងឬស្មើ23ណាជាចំនួនបឋមតូចជាងឬស្មើបាទ23បាទសរសេរបែបនេះគេហៅថាជាសំណុំយើងកំណត់សំណុំហ្នឹងតាមលក្ខណៈរួមនៃធាតុអូខេតោះណាបងប្អូនសរសេរបែបហ្នឹងអញ្ចឹងគេសរសេរថាបាទសំណុំហ្នឹងយើងសរសេរមកគឺតាមឲ្យសំណុំ A ស្មើនឹងសំណុំដែលមានធាតុ x ហើយធាតុ x ហ្នឹងគឺជា x ហ្នឹងជាចំនួនបឋមតូចជាឬស្មើនឹង23ណាអញ្ចឹងយើងយកពីនេះមកនេះចំនួនបឋមតូចជាឬស្មើនឹង23បាទស្តៀងនឹងរបស់ដែលគេឲ្យមកហ្នឹងទេអានេះគេហៅថាសំណុំតាមលក្ខណៈរួមនៃធាតុបន្តមកទៀតគេឲ្យយើងកំណត់សំណុំហ្នឹងតាមការរៀបរាប់ឈ្មោះធាតុអូខេតើចំនួនបឋមដែលតូចជាងឬស្មើនឹង23ហ្នឹងមានអីខ្លះដូចលោកគ្រូបានយល់អញ្ចឹងណាចំនួនបឋមគឺចំនួនគត់ដែលធំជាង1គឺ2ហើយចែកដាច់តែ1ហើយនឹងខ្លួនវាណា2គឺតពី3ហើយ5 5ហើយ7 7ហើយប៉ុន្មានទៀត7ហើយ11 13មែនទេ13 10ប៉ុន្មាន15អត់ទេព្រោះ15ចែកដាច់នឹង3ហងនឹង5ហងមកកណោអញ្ចឹងអត់ទេ17ណាបាទ17 1921អត់ទេ21ចែកដាច់3ហងចែកដាច់7ហងចែកដាច់1ហងចែកដាច់21ខ្លួនឯងផងមកកណោណាអឺ23ណាព្រោះគេដាក់ថាតូចជាងស្មើ23អញ្ចឹងអស់តែ23ហ្នឹងឯងព្រោះ23គឺចែកដាច់តែ1នឹងខ្លួនវាទេណាអូខេចឹងអាហ្នឹងគឺជាសំណុំ A ដែរណាបងណាសំណុំ A ដែរអញ្ចឹងបន្តមកទៀតគេឲ្យយើងហើយបញ្ជាក់ចំនួនធាតុរបស់វាអញ្ចឹងគ្រូសូមបន្ថែមនៅគិននេះចំនួនធាតុនៃសំណុំ A ហ្នឹងគឺរាប់មកមានប្រមាណធាតុណាមានប្រមាណធាតុ1 2 3 4 5 6 7 8 9បាទមាន
9ធាតុបងណាមាន9ធាតុអូខេយល់ហើយណាបងណាយល់ចាប់ដើមយល់ហើយអូខេគូដឹងបងណានេះចាប់ដើមយល់ខ្លះៗហើយតោះឡើងមើលខមួយទៀតសំណុំចំនួនដែលជាតួចែកវិជ្ជមាននៃ20អញ្ចឹងយើងស្មើមកតាមនៅសំណុំ B ហ្នឹងគឺស្មើនឹង x ដែល x ហ្នឹងជាបាទជាតួចែកវិជ្ជមាននៃ20ណាជាតួចែកវិជ្ជមាននៃ20បាទស្អីបែបហ្នឹងគេហៅថាសំណុំកំណត់តាមលក្ខណៈរួមនៃធាតុតទៅទៀតយើងបាទសរសេរសំណុំដូចជាសំណុំតាមការរៀបរាប់ឈ្មោះធាតុណាតោះតួចែកវិជ្ជមាននៃ20តួចែកវិជ្ជមាននៃ20តើ20ចែកដាច់យ៉ាងម៉េចខ្លះបាទមានចែកដាច់នឹង1 20ចែកដាច់នឹង2 20ចែកដាច់នឹង4 20ចែកដាច់នឹង5 20ចែកដាច់នឹងប៉ុន្មានទៀតបាទ20ចែកដាច់នឹង10ណាហើយចុងក្រោយគឺ20ចែកនឹង20ខ្លួនឯងបាទនេះគឺជាតួចែកវិជ្ជមាននៃ20ណាអញ្ចឹងតទៅទៀតគឺបញ្ជាក់ចំនួនធាតុគឺអានបេគឺជាចំនួនធាតុនៃសំណុំបេណាប្រមក1 2 3 4 5 6បាទមាន6ទៀតស្អីមកស្មើនឹង5 6តើបន្តទៀតសំណុំចំនួនគុតសេសដែលចែកដាច់នឹង2អូខេអញ្ចឹងស្អីមកស្មើនឹង x ដែល x បាទជាចំនួនគុតសេសចែកដាច់នឹង2ជាចំនួនគុតសេសចែកដាច់នឹង2បាទតោះឥឡូវដល់កំណត់សំណុំហ្នឹងតាមការរៀបរាប់ឈ្មោះធាតុអញ្ចឹងសួរថាមានចំនួនគុតសេសណាចែកដាច់នឹង2អត់អត់ទេណាវាមិនដែលចំនួនគុតសេសចែកដាច់នឹង2អត់ដែលមានទេអញ្ចឹងមានន័យថាសំណុំហ្នឹងគឺជាសំណុំតទេសំណុំទេគេសរសេរបែបនេះក៏បានគឺជាសំណុំបាទអត់មានធាតុបាទឬក៏អាចនិយាយថាស្មើនឹងនិមិត្តសញ្ញានេះបាទសូន្យឲ្យគូសមួយបែបនេះគេហៅថាសំណុំទទេអូខេបាទអញ្ចឹងសំណុំទទេគឺចំនួនធាតុរបស់វាចំនួនធាតុរបស់សំណុំ C ហ្នឹងសំណុំទទេពេលទទេគឺអត់មានធាតុទេអញ្ចឹងចំនួនធាតុរបស់វាគឺ0មានន័យថាអត់មានធាតុទេសង្ឃឹមថាបងនឹងតាមតាន់ណាហើយបងប្អូនអត់ដែលឃើញចានេះនិមិត្តសញ្ញានេះមានន័យថាជាសំណុំទទេឬបងប្អូនស្អីចេះក៏បានដែរនេះណាមិនសញ្ញាសំណុំមិនដែលនៅក្នុងអត់មានធាតុទេព្រោះវាទទេណាតោះខសំណុំចំនួនគុតសេសវិជ្ជមានតូចជាងឬស្មើនឹង10តោះអញ្ចឹងស្មើនឹង x ព្រោះនេះយើងរៀបរាប់បាទមិនរៀបរាប់ទេកំណត់សំណុំហ្នឹងតាមលក្ខណៈរូបធាតុមុនអញ្ចឹងស្មើនឹង x ដែល x ជាចំនួនបាទជាចំនួនគុតសេសវិជ្ជមានបាទចំនួនគុតសេសវិជ្ជមានតូចជាឬស្មើ10បាទបាទហ្នឹងគឺជាសំណុំកំណត់តាមលក្ខណៈរួមនៃធាតុគេស្អីបែបហ្នឹងតោះដល់តាមការរៀបរាប់ឈ្មោះធាតុណាតាមការរៀបរាប់ឈ្មោះធាតុសំណុំចំនួនគុតសេសវិជ្ជមានតូចជាងស្មើ10ចំនួនគុតសេសវិជ្ជមានចាប់ដើមពី1 3 5 7 8មែនទេយើងយកតែចំនួនគុតសេសទេណាអញ្ចឹងតូចជាងឬស្មើ10ធំ9 10មិនមែនជាចំនួនគុតសេសទេណា
ចឹងយើងធ្វើ9ទេព្រោះអីជាចំនួនគុតសេសបន្តមកទៀតកំណត់ចំនួនធាតុបាទកំណត់ចំនួនធាតុរបស់សំណុំហ្នឹង1 2 3 4 5មាន5ធាតុបាទសេមក5ណាតោះងសំណុំចម្លើយនៃសមីការអូខេតោះឥឡូវកំណត់សំណុំតាមលក្ខណៈរួមនៃធាតុគឺស្មើនឹង x ដែលសេសមីការហ្នឹងមកគឺ x ដក1កតា x ដក3ស្មើ0បាទសេបែបហ្នឹងមកណាបងណាបន្តមកទៀតចូលដល់តាមការរៀបរាប់ឈ្មោះធាតុគឺយើងដោះស្រាយសមីការហ្នឹង x ដក1កតា x ដក3ស្មើ0តើ x ស្មើប៉ុន្មានខ្លះអញ្ចឹង x ដក1ស្មើ0 x ស្មើ1ហើយ x ដក3ស្មើ0 x ស្មើ3អញ្ចឹងមាន2ធាតុណាគឺសំណុំហ្នឹងមានតែ1ហើយនឹង3ទេដែលជាឫសរបស់សមីការហ្នឹងណាបងណាអូខេតទៅទៀតយើងកំណត់ចំនួនធាតុរបស់វាទៅចំនួនធាតុនៃសំណុំគឺស្មើនឹង2ធាតុបាទស្មើនឹង2ធាតុតោះចុងក្រោយគឺសំណួរចសំណុំចំនួនគុតសេសវិជ្ជមានតូចជាង20និងធំជាង2អញ្ចឹងតាមលក្ខណៈរួមនៃធាតុបងណាគឺ x ដែល x ហ្នឹងជាចំនួននេះគេចំនួនគុតសេសវិជ្ជមានបាទវិជ្ជមានតូចជាង20តូចជាង20និងធំជាង2និងធំជាង2ហើយដាក់បាទនៅក្នុងសំណុំមកអញ្ចឹងសំណុំកំណត់តាមលក្ខណៈរួមនៃធាតុហ្នឹងគឺកណ្ដសេបែបហ្នឹងបងណាបាទស្មើនឹងសំណុំ x ដែល x ជារៀបរាប់នេះឡើងវិញសេដែលហ្នឹងអូខេកណ្ដដាក់ក្នុងសញ្ញាសំណុំតបន្តមកទៀតបានគឺតាមការរៀបរាប់ឈ្មោះធាតុតោះយើងគិតមើលតើសំណុំចំនួនគុតសេសវិជ្ជមានតូចជាង20និងធំជាង2ចំនួនគុតសេសវិជ្ជមានចំនួនគុតសេសវិជ្ជមានធំជាង2គឺ3មែនទេចឹងចាប់ពី3ទៅបើហើយយកតែចំនួនគុតសេសទេបងណា3 5 7 11 12 13 17 19អស់ទាំង19ហ្នឹងគាត់ថាតូចជាង20អញ្ចឹងទាំង19ទេបងណាទាំង19ទេអូខេ19នេះតមកទៀតយើងបញ្ជាក់ចំនួនធាតុរបស់វាមានប៉ុន្មានធាតុណារាប់មក1 2 3 4 5 6 7 8 9បាទមាន9ធាតុណាស្អីមក5 4អូខេអញ្ចឹងវីដេអូនេះរៀងវែងតែយាយភាសាលោកគ្រូព្យាយាមបញ្យល់ច្រើនឲ្យបងយល់ឲ្យបានច្បាស់អំពីការកំណត់សំណុំតាមលក្ខណៈរួមនៃធាតុហើយនឹងកំណត់សំណុំតាមការរៀបរាប់ឈ្មោះធាតុបាទបងយល់ច្បាស់បែងចែកច្បាស់ថាអានោះវាយ៉ាងម៉េចអូខេអញ្ចឹងសង្ឃឹមថាបងប្អូនអ្នកខំរៀនទាំងអស់គ្នាជូនពរឲ្យបងប្អូនអ្នកមានសុខភាពល្អហើយទទួលបានលទ្ធផលល្អក្នុងការសិក្សារៀនសូត្រអរគុណសូមជម្រាបលា